ខ្ញុំប្រកាសណាសូមនមស្ការចំពោះគុណព្រះរតនត្រ័យដោយសេចក្តីគោរពខ្ញុំប្រកាសណាខ្ញុំបាទសូមឱកាសដើម្បីបានអារាធនាព្រះពុទ្ធដីកាមួនលើដោយព្រះអធិកថាដូចតទៅបើព្រះនិព្វានមិនទាន់មានដល់អ្នកទាំងឡាយតើអ្នកទាំងឡាយគួរតាំងសុខក្នុងកម្មដ្ឋានអ្វីខ្ញុំបានស្ដាប់មកថាពាក្យនោះព្រះមានពភាកទ្រង់ត្រាស់ហើយព្រះអរហន្តសម្ដែងហើយនៅក្នុងបិដកអធិកថាក្បាលទី24ទំព័រ185អមេតៈសូត្រទី1មនាលភិក្ខុទាំងឡាយទុកជាព្រះនិព្វានមិនទាន់មានដល់អ្នកទាំងឡាយចូលតាំងសុខក្នុងសតិប្បដ្ឋាន4ចុះសតិប្បដ្ឋាន4ដូចម្ដេចខ្លះមនាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះពិចារណាឃើញនៅកាយក្នុងកាយជាប្រក្រតីមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកម្ចាត់បងនៅអភិជានិងទោមនស្សក្នុងលោកចេញបានពិចារណាឃើញនៅវេទនាក្នុងវេទនាទាំងឡាយនៅចិត្តក្នុងចិត្តនៅធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតីមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេសជាអ្នកដឹងខ្លួនមានស្មារតីកម្ចាត់បងនៅអភិជានិងទោមនស្សក្នុងលោកចេញបានមនាលភិក្ខុទាំងឡាយទុកជាព្រះនិព្វានមិនទាន់មានដល់អ្នកទាំងឡាយចូលតាំងសុខក្នុងសតិប្បដ្ឋាន4នេះចុះសូមព្យាយាមសិក្សាមហាសតិប្បដ្ឋានសូត្រនៅក្នុងបិដកអដ្ឋកថាក្បាលទី11ទំព័រ409ដោយល្អចុះសូមអនុមោទនា